ចាសួស្តីបងបងថ្ងៃនេះខ្ញុំមកទៀតណាថ្ងៃមុនទៅស្រុកទៅតាមយកពេលហើយនេះទស្សនវិជ្ជាពេលជិះមកវិញបងបងហើយជិះតាមផ្លូវការទៀតជិះតាមផ្លូវវាស្រែសុតហ្មងអូនិយាយពីថាឃើញទស្សនវិជ្ជាឡើងវាស្អាតហ្មងហើយឃើញថ្ងៃនេះទៀតនិយាយរួមមានអារម្មណ៍ថាស្រស់ស្រាយហ្មងនិយាយរួមអត់ដែរឃើញទេបងបងអត់ដែរជិះតាមផ្លូវនឹងតាំងពីចេះមកពេញមកគឺអត់ដែរជិះតាមផ្លូវនឹងសោះហ្មងទម្លើកទី1នឹងមកតាមគេទៀតគេអ្នកនាំជិះមកតាមគេអូយឃើញទស្សនវិជ្ជាស្អាតមែនតែនហ្មងគិតថាបើថ្ងៃណាមួយមានលុយចង់ទិញដីនៅនឹងមួយហ្មងជីមែនទស្សនវិជ្ជាមើលទៅជារួមអ្នកកើត stress ល្មមអីមកកន្លែងហ្នឹងថតរូបលេងនេះក៏ស្អាតដែរបងនេះខ្ញុំមកពេលយប់ទេណាដូចជាមកហ្នឹងម៉ោង4ម៉ោង5ហើយបងបើសិនជាមកពេលព្រឹកឬក៏ពេលថ្ងៃថងទៀតជាវាថាថតរូបស្អាតបេះហ្មងបងខំថាលក្រោយជិះតាមផ្លូវហ្នឹងទៀតពិសេសចង់មើលថ្ងៃលិចហើយនឹងពេលថ្ងៃថតរូបគឺស្អាតហ្មងនិយាយរួមឲ្យតកតាវាស្រែអញ្ចឹងថតរូបនឹងស្អាតហ្មងបងកន្លែងហ្នឹងគេអត់មានរមណីយដ្ឋានអីលេងអញ្ចឹងមែនបងតាមផ្លូវហ្នឹងមានគេបង្កើតរមណីយដ្ឋានអីមួយកន្លែងដើរលេងឬក៏កន្លែងថតរូបអីនៅកណ្ដាលវាស្រែគឺស្អាតហ្មងបងនិយាយរួមទៅទេសភាពគឺចង់ឲ្យរស់នៅហ្មងមើលទៅឃើញពពកដូចភ្នំអញ្ចឹងបងហើយនេះបងដល់ឡើងស្ពានភេទម្នាក់យើងហ្នឹងហើយចិត្តដល់ពេញហើយបងអើយមកដល់ហ្នឹងខ្យល់ឡើងវូចង់ប៉ើងមនុស្សធ្លាក់ពីលើម៉ូតូនិយាយមែនខ្យល់ខ្លាំងហ្មងហើយសំខាន់ឃើញមេឃស្អាតហ្នឹងហ្មងនិយាយមែនព្រោះអត់នោះជិះម៉ូតូខ្លួនឯងពេលសារនេះគេដប់ពេលអញ្ចឹងឃើញមេឃស្អាតហ្មងតែបងយ៉ាងណាកុំភ្លេចផលិតផលដែលល្អគឺ VTV បងមានទាំងម៉ាស់មានទាំង form លាងមុខបងបើចង់បានកុំភ្លេចឆាតមកអូនណាបងឬក៏ខ្ញុំដាក់លេខទូរស័ព្ទនៅខាងលើហ្នឹងបង